មហាជនស្នើអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវករណីស្ត្រីអ្នកលក់ទូរស័ព្ទប្រើពាក្យសម្ដីប្រមាថធ្ងន់ធ្ងរដល់វីរៈកងទ័ពជួមុខថាគ្មានអ្នកណាប្រើឲ្យទៅធ្វើទាហានការពារទឹកដីស្អីទេបើមិនចង់ធ្វើទាហានរត់ចោលជួរទៅហើយចុះបើឯងអត់ចង់ការពារឯងរត់ចោលជួរទៅថែងការងាររបស់ឯងហ៎អញនឹងទៅចាប់ឯងចូលទាហានមែនឬមួយក៏ឯងចង់ខ្លួនឯងអាចុយម្រាយនេះចឹងមកឈួតចាឈួតករណីសារសម្លេងដែលត្រូវបានចែកចាយនៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងការទិញលក់ទូរស័ព្ទតាមអនឡាញវីរៈកងទ័ពម្នាក់ឈរជើងនៅតំបន់ប្រាសាទតាមុននិងម្ចាស់ហាងលក់ទូរស័ព្ទមួយកន្លែងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជននិងទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចំពោះស្ត្រីអ្នកលក់ទូរស័ព្ទនោះដើម្បីកុំឲ្យអ្នកដទៃយកគំរូតាមព័ត៌មានដែលត្រូវបានផ្សព្វផ្សាយបរិសុទ្ធជាកងទ័ពនោះឈ្មោះរិទ្ធដែលត្រូវបានរាយការណ៍ថាធ្លាប់រងរបួសក្នុងពេលប្រយុទ្ធកាលពីឆ្នាំ2025បានខិតខំសន្សំប្រាក់ជាង$100ដើម្បីកម្មង់ទិញទូរស័ព្ទមួយគ្រឿងតាមអនឡាញពី Page Mr. X Gaming បន្ទាប់ពីចរចាតម្លៃត្រូវរើគ្នាលោកបានផ្ទេរប្រាក់ទៅឲ្យអ្នកលក់បន្ទាប់ពីទទួលបានទូរស័ព្ទយកទៅប្រើតែមិនអាចប្រើប្រាស់បានលោកក៏បានតាក់ទងទៅឲ្យអ្នកលក់និងបញ្ជូនទូរស័ព្ទត្រឡប់ទៅវិញដើម្បីស្នើសុំដោះស្រាយបញ្ហានិងសងប្រាក់លក់វិញឬប្តូរទំនិញតាមដែលអាចធ្វើទៅបានតែម្ចាស់ហាងមិនបានមានដំណោះស្រាយហើយថែមទាំងជេរប្រមាថពាក្យធ្ងន់ធ្ងរថែមទៀតក្រោយមកក៏មានការទម្លាយសារសម្លេងដែលត្រូវបានបង្ហោះនិងចែករំលែកនៅលើបណ្ដាញសង្គមគឺស្ត្រីអ្នកលក់បានប្រើពាក្យសម្ដីធ្ងន់ធ្ងរនិងប្រមាថទៅលើវីរៈកងទ័ពដោយពាក់ព័ន្ធនឹងការបំពេញភារកិច្ចការពារជាតិនិងការចូលជើងនៅតំបន់ព្រំដែនសម្ដីដែលត្រូវបានផ្សព្វផ្សាយនោះបានធ្វើឲ្យមហាជនជាច្រើនសម្ដែងការហួសចិត្តនិងចាត់ទុកថាប្រសិនបើជាសម្ដីពិតប្រាកដមែនគួរតែមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ព្រោះការប្រើពាក្យសម្ដីប្រមាថដល់បុគ្គលដែលកំពុងបំពេញភារកិច្ចការពារទឹកដីអាចបង្កផលប៉ះពាល់ដល់អារម្មណ៍សាធារណៈនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងដូចជាពាក្យគ្មានអ្នកណាប្រើឲ្យទៅធ្វើទាហានការពារទឹកដីស្អីទេបើមិនចង់ធ្វើទាហានរត់ចោលជួរទៅពាក្យនេះធ្វើឲ្យមហាជនមានការក្តៅក្រហាយនិងស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចមិនគួរបញ្ចប់រឿងទាំងបែបនេះឡើយក្រោយពីករណីនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមព័ត៌មានដែលបានបង្ហោះលើបណ្ដាញសង្គមស្រាប់តែម្ចាស់ហាងជាប្តីបានឆាតទៅសុំទោសចំពោះពាក្យសម្ដីដែលបានកាត់ឡើងដោយបរិសុទ្ធជាប្តីបានផ្ដល់ទូរស័ព្ទមក Oppo មួយគ្រឿងដោយមិនគិតថ្លៃជូនវីរៈកងទ័ពព្រមទាំងឧបត្ថម្ភថវិកាចំនួន$200,000បន្ថែមទៀតដើម្បីសុំបញ្ចប់រឿងតែយ៉ាងណាក៏ដោយមហាជនមួយចំនួននៅតែមិនអស់ចិត្តជេរប្រមាថកងទ័ពមួយឆ្អែតចុងក្រោយបញ្ចប់ត្រឹមទូរស័ព្ទមួយគ្រឿងនិងលុយ$200,000នេះមែនមហាជនសម្ដែងការហួសចិត្តនិងទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចគួរតែស្រាវជ្រាវវែកមុខស្ត្រីរូបនោះមកអប់រំណែនាំបើអាចមានចំណាត់ការទៅតាមផ្លូវច្បាប់រតែប្រសើរកុំឲ្យមានអ្នកដទៃធ្វើគំរូតាមព្រោះការប្រមាថនោះបានធ្វើឲ្យទឹកចិត្តកងទ័ពបូជាសាច់ស្រស់ឈាមស្រស់ការពារទឹកដីពីចោរឈ្លានពានបែរជាត្រូវស្ត្រីរូបនោះជេរប្រមាថបើមិនចង់ធ្វើឲ្យរត់ចោលជួរទៅជាមួយគ្នានេះលោកផៃវណ្ណៈបានបង្ហោះសារស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវករណីនេះនិងពិនិត្យលើការប្រើប្រាស់ពាក្យសម្ដីប្រមាថដល់វីរៈកងទ័ពជួរមុខផងដែរសម្រាប់ករណីនេះមហាជនស្នើឲ្យសមត្ថកិច្ចពិនិត្យនិងស្រាវជ្រាវដោយយុត្តិធម៌ប្រសិនបើរកឃើញថាមានការប្រព្រឹត្តខុសច្បាប់គួរចាត់វិធានការតាមនីតិវិធីគណៈភាគីពាក់ព័ន្ធគ្រប់រូបមានឱកាសបង្ហាញការពិតនិងភស្តុតាងរបស់ខ្លួនជាមួយគ្នានេះករណីដែលកំពុងផ្ទុះលើបណ្ដាញសង្គមគួរត្រូវបានយកជាមេរៀនសម្រាប់អ្នកលក់និងអ្នកទិញទាំងអស់ឲ្យប្រុងប្រយ័ត្នចំពោះទំនិញការទូទាត់និងសម្ដីក្នុងការទំនាក់ទំនងដើម្បីជៀសវាងជម្លោះនិងការប៉ះពាល់ដល់កិត្តិយសរបស់ភាគីណាមួយដោយឡែកនៅព្រឹកថ្ងៃទី12ខែសីហានេះម្ចាស់ហាងលក់ទូរស័ព្ទឈ្មោះចិន្តាសវណ្ណារីបានចេញមកសុំទោសវីរៈកងទ័ពដែលទិញទូរស័ព្ទរបស់ខ្លួនចាសសូមជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំគឺជាម្ចាស់ Page ដែលមានចំនួនជាមួយនឹងបងកងទ័ពថ្ងៃនេះនាងខ្ញុំសូមចេញវីដេអូសុំទោសជាសាធារណៈចំពោះរូបគាត់ផ្ទាល់ចំពោះមហាជនទូទាំងប្រទេសផ្ទាល់ចំពោះបងវីរៈកងទ័ពបងកងទ័ពរួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់នាងខ្ញុំសូមធ្វើការសុំទោសជាសាធារណៈដោយចិត្តស្មោះចំពោះកំហុសឆ្គងដែលនាងខ្ញុំមានហើយនាងខ្ញុំសូមសន្យាថានឹងមិនឲ្យមានកំហុសឆ្គងបែបនេះចាប់ពីថ្ងៃនេះតទៅចឹងសូមបងប្អូនមេត្តាអាណិតអធ្យាស្រ័យដល់រូបនាងខ្ញុំផងចាសូមអរគុណ